ពោសូមចម្រើនពរពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីរាប់អានដោយសេចក្តីនឹករលឹកថ្ងៃនេះអាត្មាបង្ហាញពីសមិទ្ធផលដែលត្រូវចាក់កសាងហើយរយៈពេល4ថ្ងៃញោមចាំពីថ្ងៃទី21ដល់ថ្ងៃទី24នេះគឺសមិទ្ធផលបានចាក់បានប៉ុណ្ណេះហើយញោមអស់ខ្សាច់អស់ស៊ីម៉ងតែម្ដងញោម5តោនបងចឹងក្រុមជាងអាត្មានឹងចុះ10អីញោមចុះតែ7នាក់ទេបងទាំង4ថ្ងៃគឺអស់ខ្សាច់អស់ស៊ីម៉ងបងនៅទឹកដីវត្តចម្ពោះរូបខាវណ្ណារាមហៅវត្តព្រៃខ្ពស់នេះគឺទីកន្លែងកផ្សត់ឆ្ងាយអំពីស្រុកបវលបងណាឆ្ងាយអំពីស្រុកបវលចឹងទៅញោមញាតប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសហ្នឹងគាត់មិនសូវស្គាល់ទេបងចឹងសមិទ្ធផលដែលត្រូវចាក់ហ្នឹងអាត្មាចាក់តាមផ្លូវហ្នឹងញោមនេះនេះគឺបានហួសម្នេះបានបន្តិចដើម្បីទៅរើរោងធ្វើរោងបាយបងអាត្មាសង្ឃឹមថាតាមរយៈវីដេអូនេះញោមទាំងប្រុសស្រីទៀតណាស្រឡាញ់គោរពព្រះពុទ្ធសាសនាចង់ធ្វើទានបន្តញោមអាចតាក់ទងមកតាមឆាត Messenger អាត្មាផ្ទាល់បងទាំង Page Facebook YouTube និង Instagram ខ្ញុំគណៈអាត្មាភាពណាបងហើយសម្រាប់រោងនេះអាត្មាមិនតាន់បោកទេដោយសារចាំឆ្លងញាតិញោមណាក៏ពេលឆ្លងអាត្មានឹងបោកឲ្យដាក់ផ្លាកឈ្មោះញោមដែលចូលរួមទៅសម្ដើមនោះបងហើយសម្បត្តិផលខាងលើក៏ណាដំបូលប្រក់រួចអស់ហើយញោមនេះគឺតែចាក់ហ្នឹងគឺបានឆ្លាស់ល្អហើយញាតិញោមបងប្រហែលជាត្រូវធ្វើប្រគុណនៅទាំងនឹងទៀតបងព្រោះប្រគុណតិចបងហើយណាមួយក៏រៀងឆ្ងាយដែរប្រគុណនោះទៅខាងក្រោយសាលាទៅខាងជើងសាលាឆាន់ចិត្តស្ទឹងឯណោះបើខាងនេះខាងលិចសាលាឆាន់បងសមិទ្ធផលទាំងអស់នេះខ្ញុំកណាអាត្មាប្រឹងប្រែងដឹកនាំកសាងនេះគឺឧទ្ទិសចំពោះព្រះពុទ្ធសាសនាបងជាទីសនៈទានផ្សាយទានឧទ្ទិសមគ្គផលដល់ញាតិទៅការទាំង7សន្តានព្រមទាំងកញ្ជូនបុណ្យដល់ញោមប្រុសស្រីទាំងអស់បងអ្នកធ្លាប់ស្គាល់ខ្ញុំកណាអាត្មាឲ្យប្រកេនបច្ច័យប្រកេនប្រកេនបច្ច័យប្រកេនសម្ភារៈផ្សេងញោមណាបងអញ្ចឹងអាត្មានឹងណាអរគុណញោមទាំងអស់បងហើយនេះគឺស្ទឹងញាតិញោមបងនៅស្ទឹងដែលអាត្មាចាក់ហ្នឹងមករួចអស់ហើយនៅតាមស្ទឹងនេះបងអញ្ចឹងសូមអរគុណចំពោះញោមញាតិដែលធ្លាប់ចូលរួមពីមុនឥឡូវនេះមានតែបន្តទៅទៀតញាតិញោមដើម្បីរើរោងបាយបងរើរោងបាយធ្វើផ្លូវអាត្មាកម្រងចាក់ស៊ីម៉ងហ្នឹងគឺចាក់បត់ជុំវិញវត្តតែម្ដងញាតិញោមបងទៅខាងជើងអឺរ៉ុបមកស្ទឹងហើយទៅខាងកើតឲ្យស្ទុះមកត្បូងវិញមកពហិយវិញបងដល់អញ្ចឹងចាក់សាបហ្នឹងក៏សង្ឃឹមថាញោមបងណាជួយមកក្រុងពីក្រុងណាមួយ B 2 B បងតាមកម្លាំងសទ្ធាញោមញាតិប្រុសស្រីទាំងអស់បងណាបងព្រោះញោមដែលស្គាល់ហើយ